Only miss the sun when it starts to snow. So welcome back អ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនអំពី HTML CSS និង JavaScript អញ្ចឹង project របស់យើងនឹងនិយាយអំពី movie book ដែលលើ movie book នេះយើងអាច scroll ទៅ click ទៅលើ card របស់យើងបានអញ្ចឹងក្នុង card របស់យើងមានដូចជា website របស់យើង card របស់យើងនៅពេលដែលយើង click លើ card នេះទៅសំដៅ color sorry នៅពេលដែលយើង click លើ card នេះទៅ read more card នេះវានឹង interact ទៅកាន់ page មួយទៀតដែល page មួយទៀតនេះគឺជា page ដែលយើង read more នៅទៅលើ story របស់យើងអញ្ចឹងក្នុង story នេះយើងអាច get វាជា text បានអញ្ចឹងក្នុង text នេះយើងអាចប្រើជា card ដើម្បីយើងទៅ សេជា text រវាងstory នីមួយៗអញ្ចឹងក្នុង story មួយវាបង្កើតជាមាន chapter 1 chapter 2 ហើយអញ្ចឹងយើងអាច get ជារបៀបនេះអញ្ចឹងបើសិនបើវាមានក្នុង chapter ទី1នេះវាមានរឿងវែងយើងអាចជា text របស់យើងនៅក្នុង card នេះវាអាចវែងដែរបន្ទាប់មកបើសិនបើយើងអស់ជា story របស់យើងអស់ត្រឹម chapter ទី3អញ្ចឹងយើងក្នុង chapter ទី3នេះនៅលើ card នេះវាមាន button back ទៅ home វិញ so អញ្ចឹងយើងនឹងវាទី1មុនដំបូងគេយើងនឹងវាទៅលើ now bar អញ្ចឹង now bar នេះជាទូទៅវាជា header សម្រាប់show ពី website របស់យើងថា website របស់យើងនិយាយពីអីអញ្ចឹងនៅលើ now bar ទី1សំខាន់បំផុតគឺមានជា logo ដែលជា logo បន្ទាប់មកទៀតmenu អញ្ចឹងក្នុង menu នេះដោយសារ website របស់យើងជា small basic គឺយើងមានតែ 3 menu ទៀតទី1គឺ home page ទី2គឺ movie book ហើយទី3ជា contact អញ្ចឹង contact យើងអាច click contact ទៅវា direction មកខាងក្រោមហើយ contact នេះដែរវា link ជាមួយនឹង footer ហើយផ្នែកខាងក្រោមនេះវាជា footer ដែលយើងនឹង design អញ្ចឹង website របស់យើងទម្រង់របស់យើងគឺមានតែ3ទេទី1គឺheader អញ្ចឹង header របស់យើងគឺក្តោបប៉ុណ្នេះheader របស់យើងគឺក្តោបប៉ុណ្នេះអញ្ចឹងប៉ុណ្នេះជា header បន្ទាប់មក content អញ្ចឹង content របស់យើងសូមដូរ color តិចអញ្ចឹង content របស់យើងគឺមានពាក្យកណ្ដាលនេះ content ហើយនៅក្នុង content នេះវាមាន content ទូចទៀតជា small card វាមាន4 card បន្ទាប់មកខាងក្រោមនេះជា footer ដែលខ្ញុំនិយាយមិញហ្នឹង so អញ្ចឹងយើងទៅ start code ទាំងអស់គ្នាចូលមកដំបូងគឺយើង create folder មួយសិនមកអញ្ចឹងនៅក្នុង folder នេះយើងធ្វើការ create file មួយដែលមានឈ្មោះថា homepage.html បន្តមកទៀតយើងធ្វើការ create នៅ file មួយទៀតដែលមានឈ្មោះថា style.css ហើយខ្ញុំលាយជាមួយនឹង JavaScript ដែលខ្ញុំប្រើ js.js ហ្នឹងទៅអូខេអញ្ចឹងនៅក្នុង home page របស់យើងគឺយើងប្រើជាមួយនឹង HTML5 យើងចុច save សញ្ញាឧទានហើយ enter មកយើងបានជា HTML5 របស់យើងហើយអញ្ចឹងនៅក្នុង title នេះសូមដាក់ថាwelcome to movie អូខេ welcome to movie អញ្ចឹងយើងបានជា header មួយហើយរឿងដែលយើងសំខាន់បំផុតគឺយើងធ្វើការ link តែមុននឹង link យើងdesign វាសិនអញ្ចឹងទី1យើង focus ទៅលើheader សិនអញ្ចឹង header របស់យើងទៅមើល content header យើងសូមធ្វើការលុបវាទាំងអស់សិនsorry លុបដោយរូបភាពហើយយើងបែកចេញមក yes អញ្ចឹងយើងមកមើល
ចឹងយើងមកមើល header របស់យើងចឹង header របស់យើងមាន background ពណ៌ខៀវបន្ទាប់មកមាន text មួយនិយាយពី book ហើយបន្ទាប់មកក្នុង content ហ្នឹងមានអីចេះមានដូចជា home movie ហើយនិង content ចឹងយើងអាច estimate ថារបស់យើងមាន deal ក្តោបវាមួយហើយចឹងខ្ញុំប្រើជាមួយនឹង header ចឹង header content ចឹងនៅក្នុង header content នេះខ្ញុំធ្វើការ set up ជាមួយនឹង class មួយដែលមានឈ្មោះថា header ទៅដើម្បីយើងងាយស្រួលក្នុងការយកទៅ design នៅលើ CSS របស់យើងបន្ទាប់មកខ្ញុំធ្វើការ add ជាមួយនឹង div ដើម្បី store ទុកនៅ logo របស់យើងឬក៏ text របស់យើងអញ្ចឹង text របស់យើងនេះខ្ញុំដាក់ថាខ្មែរ movie ចឹងទៅអូខេ and then បន្តមកទៀតខ្ញុំ set up ជាមួយនឹង class មួយថា class នេះនៅពេលដែលយើងចង់ change ពី text ហ្នឹងទៅជារូបភាពវិញយើងអាច set បានអញ្ចឹងដាក់ថា logo ហ្នឹងទៅអូខេបន្ទាប់មកអញ្ចឹងយើង set ជាមួយនឹង navigation របស់យើងអញ្ចឹងយើងបានមួយហើយខ្ញុំ set ជាមួយនឹង navigation របស់យើង now អញ្ចឹងនៅលើ now របស់យើងខ្ញុំធ្វើការ add ជាមួយនឹង a tag a yes sorry tag a ចឹងនៅក្នុង tag a ខ្ញុំធ្វើការ home page សិនអានេះខ្ញុំដាក់ home អូខេខ្ញុំធ្វើការពី tag a ទៀតខ្ញុំគុណវានឹង2មកគេខ្ញុំបានពី tag ទៀតហើយអញ្ចឹង tag ទី1នេះខ្ញុំធ្វើដល់ការដាក់ថា the movie សិនហើយអានេះខ្ញុំដាក់ថា movie book អូខេហើយបន្តមកទៀតនេះដាក់ថា contact អានេះខ្ញុំប្រើជារបៀប ID ហើយ contact អូខេអញ្ចឹងយើងបានប៉ុណ្ណឹងហើយយើង set ជាមួយនឹងប៊ូតុងមួយសម្រាប់នៅពេលដែល responsive មានន័យថាខ្ញុំអត់ទាន់អាចជាមួយនឹង responsive ទេអញ្ចឹងយើងទៅ design នៅក្នុង CSS សិនចឹងនៅក្នុង CSS យើងអាច set ជាមួយនឹងអីគេ margin វាសិនមក set margin 0 pending យើង pending ឲ្យវា0ដែរមកអូខេ pending ឲ្យ0ហើយ box sizing យើងដាក់ border box ដើម្បីឲ្យវាមាន border ដូច box ហើយបន្តមកទៀត body ខ្ញុំធ្វើការ set ជាមួយនឹង body របស់យើង HTML ហ្នឹង font family ជាដំបូងគេ font family គឺសំខាន់ font family ដាក់ font sans serif ហើយ background color ខ្ញុំធ្វើការដាក់ពណ៌សប៉ុន្តែឥឡូវខ្ញុំchange ដាក់ពណ៌រៀងខ្មៅសិនទៅអូខេប៉ុណ្្នឹងទៅ and then color text ខ្ញុំធ្វើការដាក់ VC ជាមួយនឹង background របស់យើងដាក់ពណ៌សអូខេអញ្ចឹងយើងធ្វើការ run link សិនអញ្ចឹងធ្វើការ link style របស់យើងចូលមក link style អូខេ control S ហើយយើងធ្វើការបើក run សិនអញ្ចឹងយើងបាន background ពណ៌នេះហើយប៉ុន្តែគឺយើងមានចាប់អារម្មណ៍ថានេះជា movie ហើយនេះជា text របស់យើងតើតែវាអត់ទាន់ដូចរបស់គេ 100% ទេតើអញ្ចឹងដើម្បីឲ្យដូចរបស់គេបានយើងធ្វើការទៅ design បន្ថែមទៀតអញ្ចឹងកន្លែង design នេះខ្ញុំធ្វើការ add ជាមួយនឹង class របស់វាមានឈ្មោះថា header ចឹងនៅក្នុង class header ហ្នឹងធ្វើការ set ជាមួយ width វា 100% ហើយ padding
ធ្វើការ pending 20 pixel 8% នៃទំហំ and then ខ្ញុំ display ហើយដែលយើងត្រូវប្រើ display flex ដើម្បីឲ្យអានេះដើម្បីឲ្យអាពីរនេះវារត់មកស្មើគ្នាយើងត្រូវប្រើ display អញ្ចឹងយើងដាក់ display ហើយវា flex មកមានថា flex តាមអីដែលយើងចង់បាននេះអញ្ចឹងវា flex មកហើយបន្តមកទៀតយើងធ្វើការ justify ឲ្យវា backspace ដូចនេះនេះឲ្យវា back ពីអាទំហំខាងឆ្វេងហើយខាងស្ដាំនេះវាចែកគ្នាអញ្ចឹងដើម្បីវាបានយើងធ្វើការ justify content ឲ្យវា space between អូខេ control S មកនេះធ្វើទៅ center ទៅ control S យើងនេះថាវាមក center ហើយអញ្ចឹងបន្តមកទៀតយើងធ្វើការ set ជាមួយនឹង background color យើងធ្វើការដាក់ពណ៌រៀងពណ៌ស្វាយទៅតោះ control S មើល design នេះខ្ញុំឃើញថាយើងបានជាមួយនឹង header ហើយនឹង logo ហើយអញ្ចឹងយើងនៅតែ design line នេះមួយទៀតទេតែនៅ design line a tag មួយទៀតទេតែខ្ញុំសង្កេតឃើញថាយើងអុកទៅក្រោមអង្ការទេថាអូខេគេយើងអុកទៅក្រោមអង្ការដែលស្អីវាអត់មាន content អញ្ចឹងយើងធ្វើការ set ជាមួយនឹង a tag របស់យើងណាអញ្ចឹងយើងធ្វើការកន្លែង a tag នេះ now bar នេះខ្ញុំ design ទៅលើ now អូខេហើយខ្ញុំ pin now sorry now ហើយខ្ញុំ pin ទៅ A អូខេតោះមកខ្ញុំ set វាឲ្យវា color ពណ៌ស color ពណ៌សហើយ text decoration នេះមានថាកុំឲ្យវាចេញពណ៌ខៀវទៀតមិញគឺចេញពណ៌ខៀវនេះឥឡូវយើងបានប៉ុណ្ណឹងហើយអូខេបាទ yes អញ្ចឹងយើងធ្វើការ display វាសិនមកអូខេ now បាទតែនេះយើងបើចាំ display វាក៏បានដែរដោយសារវារត់មកខ្លួនឯងស្រាប់ហើយអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងហើយស្អែកយើងតទៅមុខទៀត